បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលរស់នៅក្នុងខេត្តមណ្ឌលគិរីហើយឥឡូវនេះសភាពការនៅតាមបន្តព្រំដែនរបស់យើងគឺកំពុងតែមានស្ថានភាពធ្ងន់ធ្ងរទៅហើយការជំនះខ្លួនរបស់ពុកម៉ែបងប្អូនយើងនៅតាមខ្សែបន្តព្រំដែនដែលជាជនភៀសសិទ្ធក៏ពួកគាត់មានចំនួនច្រើនណាស់ដូច្នេះតម្រូវការចាំបាច់នៅក្នុងការទទួលទានប្រចាំថ្ងៃក៏ដូចជាសម្ភារៈប្រើប្រាស់នានាក៏មានការខ្វះខាតទៅតាមនោះដែរដូច្នេះយោងទៅតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តមណ្ឌលគិរីគឺស្នើសុំឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារួបរวมគ្នាសាមគ្គីគ្នាក្នុងការចូលរួមបរិច្ចាគធនធានក៏ដូចជានៅថវិកាទៅតាមលទ្ធភាពនិងគេហៅថាទឹកចិត្តដែលយើងអាចធ្វើបានអញ្ចឹងខ្ញុំសូមដាក់ជាលិខិតអំពាវនាវនេះតែម្ដងហើយពុកម៉ែបងប្អូនអាចចូលតាមរយៈ QR code ក៏បានឬក៏អាចទំនាក់ទំនងទៅលេខរបស់លោកនាយករដ្ឋបាលខេត្តក៏ដូចជាលោកស្រីនាយកទីចាត់ការហិរញ្ញវត្ថុខេត្តមណ្ឌលគិរីអញ្ចឹងសូមពុកម៉ែបងប្អូនចូលរួមទាំងអស់គ្នាដើម្បីយើងធ្វើការចែករំលែកជាមួយនឹងជំនួយសប្បុរសធម៌របស់យើងទៅដល់បងប្អូនដែលកំពុងភៀសសិទ្ធផងដែរបាទសូមអរគុណ